Ôi mai cùng thầy ấy. Trên một sân tới chất bột hơi. Chất bột hơi. Crusahan Chaprika Politer. Tupus Tangsen. Thôn thua nè. Nè. Nè nà thưa rương khô khờ bẹp ní. Ta mọc bị cho bọ mền tế. Cho lại nà miên con. Score tế. Khi nhông ai nà nâng score. Pù xuống ni dây ca bật một. Chi mình nuôi rồi bỏ vây lại sự mền tế. Bong sấy khi nhông ọt đang ở vậy tầng óc khi nhông mình bán khơi nhà vậy tệ. Tùm nên tiền ní thưa dàng nà tớ. Dương vô cả vậy tớ pro cô loại kế. Riếp trong rồi bỏ đài nơi sau sân tử. Xong cứu ban phần na vô phần năng. Chốc bà rất lang dương tớ hạ co xong phần dịp bế. Rôn dương trơ kê bộc bạ ở hài. Pù kê mình ai thưa bạp nị tệ. Và pù kê ni dây hai Paul. Là ní con mình một dục nị đài. Mẹ. Rất lang dương mình trâm tay tơ nị dây tệ. Dương trơ tơ mơ tha kê pro cô ca nghiên ní ở nhà nà. Cần này ở có trên. Cần này ở có trên rôn rồi bọc nhông trơ kê bộc bạ hài. Mình ai pro cô tùm nên ban mền tế. Rôn trơ kê bộc bạ cần đào dục. Nhông miên rụt thọt. Nhông mình khoa thà bạ đói sao vậy tệ. Chốc tùm nên ngày ná. Khốt khát ó chiên pẹ cần đào. Sau phần này nhông mình ai rộp một bồng pênh bàn tệ. Và anh chân có chọc từ. Nẹ trơ tay đo đầm nó srai ở giường. Ní mình mến chi cầm hốc bù giường tệ. Han chăng mình ai bồng pênh cách sân giả bàn. Ca nghi ní mình ai rung trăm bàn tệ. Nhông tê ca nghi ở kề hài. Ba mình anh chân tạo ở thưa mấy. Trăm dùng rủi sân trăm bạc làn. Vậy lao sư cứ nẹ mền tế. Nẹ nguyên. Nì dây ở vậy trơ min postang. Han chăng thọt rút có khminប្រយោជន៍ដែរ Chấpពីថ្ងៃនេះទៅ ទំនិញនេះជារបស់វៃlao sư. ចំណែកខាងសហករណ៍របស់អ្នកវិញ ខ្ញុំនឹងផ្អាកសិទ្ធិផ្គត់ផ្គង់របស់អ្នកសិន គ្មានអ្នកជួយទេ តើអ្នកយកអ្វីមកប្រកួតជាមួយខ្ញុំ វៃlao sư. ចាំមើលសិនទៅ រឿងនេះ មិនមែនចប់ត្រឹមបន្លែប៉ុន្មានកន្ត្រកនេះទេ អ្នកមិនអាចធ្វើបែបនេះបានទេ រោងបន្លែខ្ញុំត្រូវគេបំផ្លាញ រឿងអ្នកណាបំផ្លាញ ទុកគិតតាមក្រោយ ឥឡូវខ្ញុំសួរអ្នក ការបញ្ជាទិញនេះដោះស្រាយយ៉ាងម៉េច ហានជាងខកខានមិនបានផ្គត់ផ្គង់ទំនិញ សហករណ៍ត្រូវតែរក្សាការបញ្ជាទិញនេះ តើត្រូវរក្សាការបញ្ជាទិញឬរក្សាគាត់ កុំធ្វើខ្លួនដូចជាអ្នករងគ្រោះពេក អ្នកគ្មានទំនិញតើឲ្យគេរងចាំអ្នកយំចាប់សិនមែនទេ រោងបន្លែមិនមែនខ្ញុំបំផ្លាញខ្លួនឯងទេ តែអ្នកជាអ្នកមិនបានដឹកទំនិញមក អ្នកកំពុងតែបិទផ្លូវរស់របស់ខ្ញុំហើយ មីងឲ្យការរកស៊ី មិនមែននិយាយរឿងទឹកភ្នែកទេ យកឯកសារខកខានកិច្ចសន្យាមក អ្នកចង់មើលអ្វីទៀត បើកាត់លុយខ្ញុំត្រឹងឲ្យខ្ញុំដឹងថាវាជារឿងអ្វី មើលឲ្យច្បាស់ទៅ កុំឲ្យអានអក្សរមិនដាច់ បាត់ទាំងទំនិញបាត់ទាំងការបញ្ជាទិញ នៅឲ្យខ្ញុំសងលុយទៀត បើអ្នកមិនសងសហករណ៍នឹងឲ្យអ្នកសងជំនួស សហករណ៍ពូកែរកអ្នកមកទទួលខុសត្រូវណាស់ និយាយជាមួយគាត់ធ្វើអី រោងបន្លែគាត់រំហើយផ្លូវគាត់ក៏គួរតែចាប់ដែរ អ្នកចង់យ៉ាងម៉េច គិតឲ្យច្បាស់ទៅ មើលថាតើអ្នកអាចសម្ដែងបានប៉ុន្មានថ្ងៃ វៃlao sư. អ្នកដណ្ដើមការបញ្ជាទិញរបស់ខ្ញុំ ថ្ងៃណាមួយខ្ញុំនឹងទាមទារវាវិញ ច្បាប់ទម្លាប់គឺច្បាស់លាស់ណាស់ បើមិនអញ្ចឹងទេ ពួកយើងទៅជួសជុលរោងបន្លែសិនទៅ ហានជាងកូននិយាយអ្វីខ្លះមក ម៉ាក់មើលយល់ហើយមែនទេ យល់រឿងអ្វី ត្រឡប់ទៅរោងបន្លែវិញទៅ រឿងនេះមិនមែនគ្រាន់តែដើម្បីឲ្យខ្ញុំសង្ថ្លៃបន្លែបន្តិចបន្តួចនេះទេ ដើម្បីកុំឲ្យខ្ញុំ គ្មានសិទ្ធិដឹកបន្លែឡើងឡានទៀត ចុះឥឡូវធ្វើម៉េច មិនជួសជុលទេហ៎ ជួសជុលទៅក៏នៅតែត្រូវមើលមុខគេដដែល
រោងនេះរលំកលំទៅខ្ញុំនឹងបើកផ្លូវថ្មីដោយខ្លួនឯងគិតតាមចំនួននេះមកទាំងស្បៃទាំងដែកទាំងរនាំងគិតតម្លៃថោកបំផុតឲ្យខ្ញុំមកអ្នកត្រូវធ្វើរោងថ្មីពាក់កណ្ដាលថ្លៃណាស់គិតតម្លៃគ្នាឯងចុះ13,000 យន់នេះមិនទាន់គិតថ្លៃឈ្នួលផងអ្នកយកលុយមកពីណាការបញ្ជាទិញគេលុបចោលអស់ហើយចូលរោងសិនទៅបន្លែនៅមានទៀតខ្ញុំនឹងសងអ្នកហានចឹងឲ្យការបញ្ជាទិញគេលុបចោលអស់ហើយតើឲ្យខ្ញុំជឿអ្នកដោយរបៀបណាថាអ្នកនឹងសងយើងសងប៉ុណ្ណេះសិននៅសល់ចាំសងពេលក្រោយមីងឲ្យមិនមែនខ្ញុំមិនចង់ជួយទេលុយមិនមែនធ្លាក់ពីលើមេឃទេយកព្រមខ្ញុំមិនធ្វើបាបអ្នកទេហានជាងមិនជួសជុលរោងទេហ៎មិនទាន់ជួសជុលទេខ្ញុំទៅមើលកន្លែងមួយអ្នកទៅមើលអ្វីមើលកន្លែងត្រជាក់អ្វីរោងអ្នករលំអស់ហើយអ្នកគិតចង់ធ្វើអ្វីមិនមែនធ្វើអ្វីទេគឺទុកដាក់បន្លែហ៎អ្នកឈួតហើយបន្លែលក់មិនដាច់ផងនៅចង់ទុកដាក់ទៀតម៉ែបន្លែលក់មិនដាច់មិនមែនមកពីដាំមិនកាត់ទេចុះមកពីអ្វីមកពីគ្រប់គ្នាត្រូវបីថ្ងៃនេះលក់ថ្ងៃនេះទោះតម្លៃថោកក៏ត្រូវតែលក់បើមិនលក់វានឹងរលួយអ្នកចង់និយាយថាអ្នកណាអាចទុកបន្លែបាន2ថ្ងៃទៀតអ្នកនោះមិនចាំបាច់លក់ទាំងអង្វរគេទេនិយាយត្រូវអ្នកចង់ធ្វើឃ្លាំងត្រជាក់មែនទេចុះលុយវិញចុះភ្លើងវិញនៅមិនទាន់មានទេទំនិញនឹងមាននៅពេលក្រោយបន្លែមិនទាន់ដឹកមកផងអ្នកគិតផ្លូវឲ្យច្បាស់សិនទៅបើមិនចេះគិតរកផ្លូវចេញទេទោះជួសជុលរោងបន្លែ10ទៀតក៏នៅតែជាអ្នកស៊ីឈ្នួលគេដែរបើអញ្ចឹងលក់ឡានសិនទៅចាំគិតបន្តបងចង់លក់មែនហេបើលក់ឡានហើយតើបងយកអីដឹកបន្លែរោងបន្លែក៏ខូចអស់ហើយទុកឡាននឹងឲ្យអ្នកណាមើលហានជាបងកំពុងតែលេងល្បែងហើយបងកំពុងយកជីវិតទៅប្រថុយម៉ែរោងបន្លែក៏ខូចការងារក៏ដាច់គេក៏ដេញខ្ញុំចេញពីការងារដែរខ្ញុំត្រឡប់ទៅជួសជុលរោងវិញក៏នៅតែត្រូវមើលមុខលោកវៃទៀតដឹកបន្លែម្ដងក៏ត្រូវរងចាំកណេឲ្យកឆេនឲ្យការងារនេះមិនមែនជាការរស់នៅទេនេះគេហៅថាការរស់នៅដោយអត់ធ្មត់លក់ឡានសាងសង់ឃ្លាំងវិញពេលនោះអ្នកណាបានដឹកបន្លែមុនមិនមែនលោកវៃជាអ្នកសម្រេចទេចុះអ្នកណាសម្រេចគឺឃ្លាំងនឹងទំនិញជាអ្នកសម្រេចហើយក៏ជាខ្ញុំជាអ្នកសម្រេចដែរព្រឹកស្អែកខ្ញុំនឹងទៅលក់ឡាននេះចាស់ហើយលក់មិនបានប៉ុន្មានទេ3,500 យន់ឡាននេះឆ្នាំមុននៅលក់បានថ្លៃជាងនេះថ្លៃផ្ទេរកម្មសិទ្ធិបងជាអ្នកចេញប៉ុន្មាន200 យន់មុននេះបងមិនបាននិយាយផងឥឡូវទើបនិយាយបើអញ្ចឹងមិនលក់ទេកុំអញ្ចឹងអីបានខ្ញុំកាត់ថ្លៃនឹងចេញឲ្យលក់មែនហេបើលក់ឡានហើយយកអីទៅសាងសង់ឃ្លាំងទៅមើលកន្លែងត្រជាក់អូរោងបន្លែមិនទាន់ជួសជុលផងទៅមើលឃ្លាំងសិនហើយវាទៅរំខានភ្នែកឯងមែនទេមិនរំខានទេខ្ញុំគ្រាន់តែមើលលេងអ្នកដាំបន្លែសំបីតែរោងបន្លែក៏ថែមិនបាននៅចង់រៀនធ្វើឃ្លាំងត្រជាក់ទៀតឯងនឹងហៅថាស្អីដាំបន្លែមិនទាន់ចេះផងចង់រៀនគ្រប់គ្រងទីផ្សារទៅហើយជូតជើងឲ្យស្អាតបន្តិចទៅស្បែកជើងឯងជន់ភពបានតែកុំមកជន់ផ្លូវខ្ញុំឯងនៅមានផ្លូវទៀតហេពីមុនមិនមានទេឥឡូវមានហើយបានមនុស្សថោកទាបខ្ញុំមើលទៅឃ្លាំងអ្នកមិនទាន់មានភ្លើងប្រើផងលោកគ្រូវីអ្នកគួរតែនិយាយឲ្យស្រួលបួលកុំឲ្យខ្ញុំតាមខ្សែភ្លើងទៅរកដល់ផ្ទះអ្នកចង់ធ្វើមែនទេបន្លែមិនទាន់ដឹងរឿងផង
បែរជាទៅធ្វើបន្ទប់ត្រជាក់មុនបើអ្នកទាំងពីរមកជួយក៏ចូលមកបើមិនជួយទេកុំមកឈររងផ្លូវមាត់រឹងណាស់បើខួរក្បាលនៅល្អគេមិនធ្វើរោងបែបនេះទេអ្នកដឹងទេថាអ្វីដែលថ្លៃបំផុតនៅទីនេះមិនមែនជាភាពត្រជាក់ដឹងទេថាជាអ្វីគឺភាពយឺតយ៉ាវបន្លែអាចទុកបានយូរជាងមុន2ថ្ងៃនោះក៏មិនចាំបាច់ត្រូវលក់ទាំងបង្ខំក្នុងថ្ងៃតែមួយបានបើអ្នកមិនមែនធ្វើលេងសាច់ទេខ្ញុំអាចជួយរកម៉ាស៊ីនត្រជាក់មួយទឹកឲ្យបង់ប្រាក់កក់មុននៅសល់សឹមសរសេរលិខិតចម្រាក់កក់ប៉ុន្មានលក់ឡានទៅល្មមអាចចាប់ផ្ដើមបាននៅសល់អាស្រ័យលើអ្នកថាអាចរក្សាទំនិញដំបូងបានឬអត់ហាន់ជែងឃ្លាំងអ្នកភ្លើងមិនបានទេឯកសារខ្វះអីមិនខ្វះទេចុះហេតុអ្វីមិនដោយថ្នាក់លើមិនអនុញ្ញាតថ្នាក់លើណាចុះត្រូវរងចាំយូរប៉ុណ្ណាពិបាកនិយាយណាស់3ថ្ងៃ5ថ្ងៃឬ10ថ្ងៃឬក៏អាចមួយជីវិតដៃអ្នកវែងពេកហើយមិនមែនដៃខ្ញុំវែងទេគឺដៃអ្នកខ្លីមិនទាន់ទាំងបានប៉ះកងតាក់ផងចង់បានលៀបសំណាងហើយថ្ងៃនេះបើអ្នកមិននៅភ្លើងឲ្យខ្ញុំបានសរសេរដាក់ក្រដាសមកថាអ្នកមិនសរសេរអីសរសេរថាអ្នកមិនចុះហត្ថលេខាដាក់ថ្ងៃខែអ្នកណាដែលរារាំងខ្ញុំនឹងតាមដោះស្រាយម្នាក់ម្ដងវីលេខ4ភ្លើងអ្នកអាចរារាំងបានចុះខ្យល់អ្នករារាំងបានទេចាំមើលចុះខ្ញុំនឹងបើកឃ្លាំងនេះឲ្យបានអ្នកចង់បង្កើតភ្លើងប្រើខ្លួនឯងមែនទេចុះបើមិនធ្វើចឹងតើឲ្យរងចាំគេមកអាណិតមែនទេរបស់នេះប្រើការកើតទេមិនកើតក៏ត្រូវតែប្រើដែរចាំឲ្យវាត្រជាក់សិនចាំនិយាយគ្នាអ្នកចេះរឿងនេះដែរហ៎មិនចេះក៏រៀនទៅបានការហើយភ្លើងឆេះហើយចុះទំនិញឯណាយកចូលឃ្លាំងត្រកូលហាន់ឬអត់របស់នេះរក្សាទុកបានមែនទេបានតែខ្ញុំប្រាប់ឲ្យច្បាស់សិនចូលឃ្លាំងហើយថ្ងៃនេះមិនលក់ទេចង់ភ្នាល់ថ្លៃជាមួយខ្ញុំមែនចុះបើវាខូចអស់ធ្វើម៉េចបើខូចខ្ញុំសងអ្នកពាក់កណ្ដាលបើចំណេញត្រូវធ្វើតាមក្បួនខ្ញុំរឿងនោះទុកសិនចុះចម្លែកណាស់មានអ្នកហ៊ានយកបន្លែទៅខាត់លុយលេងអូវាក៏មែនមានការអីនិយាយមកបើគ្មានទេទៅឲ្យឆ្ងាយប្រញាប់ធ្វើអីខ្ញុំគ្រាន់តែមកមើលបន្លែនេះទុកមួយថ្ងៃស្អែកឡើងមើលលេងស្គាល់ហើយកុំចូលមកជើងអ្នកខ្វក់ខ្ញុំមកខ្វក់ខ្លាចតែឃ្លាំងអ្នកខ្វក់ជាងខ្ញុំទុកទៅចុះដល់ពេលបន្លែទុនខ្មៅហើយហូរទឹកពេលនោះកុំមកយំឲ្យសោះបើអ្នកចេះលក់បន្លែពិតមែនក៏មិនឈរគំរាមគេបែបនេះដែរលោកជួយបន្លែពីល្អនេះបើអ្នកយកត្រឡប់ទៅវិញខ្ញុំនៅតែទិញដដែលកុំឲ្យដល់ពេលវាខូចហើយយំមិនចេញណាហាន់ចឹងឬមួយយើងយកវាចេញសិនទៅអ្នកចង់យកចេញមែនទេខ្ញុំមិនមែនមិនជឿអ្នកទេខ្ញុំគ្រាន់តែបារម្ភរឿងបន្លែខូចឬបារម្ភរឿងគាត់កុំនិយាយផ្ដេសផ្ដាសគេលក់បន្លែចង់បានសុវត្ថិភាពមិនមែនមកហាត់រៀនជាមួយអ្នកទេអ្នកចង់បានសុវត្ថិភាពមែនទេបើចង់បានមែនក៏មិនប្រញាប់ដណ្ដើមយកបន្លែពីល្អនេះដែរអ្នកចង់យកទៅវិញក៏បានខ្ញុំមិនខាត់ទេតែត្រូវគិតឲ្យច្បាស់ថ្ងៃនេះគាត់ទិញព្រោះតែមានតែពីល្អនេះទេថ្ងៃក្រោយអ្នកត្រឡប់ទៅវិញក៏នៅតែត្រូវឲ្យគាត់សង្កត់ថ្លៃដដែលចុះសុំពាក្យសន្យាមួយមកពាក្យសន្យាគឺថ្ងៃនេះមិនលក់ស្អែកចាំមើលថ្លៃបើខាតខ្ញុំសងពាក់កណ្ដាលបានលុយហើយត្រូវបែងចែកតាមក្បួនខ្ញុំវាយឡាវស៊ឺអ្នកអាចសង្កត់ពួកគេបានមួយពេលតែអ្នកមិនអាចសង្កត់ឃ្លាំងខ្ញុំបានទេមួយយប់ហើយយ៉ាងម៉េចដែរបន្លែនៅស្រស់ទេមានទុនខូចអស់អ្នកណាស៊ីខ្ញុំគ្រាន់តែមកដាស់តឿនទេបន្លែមិនមែនរបស់កក់ទេទុកយូរពេកខូចអស់តម្លៃហើយមើលចុះ
មិនខូចទេនៅស្រស់ល្អសីតុណ្ហភាពឃ្លាំងល្អបន្លែក៏មិនខូចដែរឥឡូវអ្វីដែលខ្វះមិនមែនបន្លែគឺតម្លៃថ្ងៃនេះទីផ្សារចុះថ្លៃត្រសក់2ម៉ាក់ពួកអ្នករងចាំទៅខ្ញុំមានទំនិញខ្ញុំលក់បើអ្នកខ្លាំងមែនលក់ទៅមើលបានចាំមើលអ្នកណាអន្ទះសាមុនចុះថ្លៃទៀតទៅតម្លៃនេះខាងក្រៅគេលក់ពេញទីយកអត់របស់ខ្ញុំនៅស្រស់បើស្រស់ហើយអ្នកប្រញាប់លក់កុំមកថ្លៃពេកហាន់ជាងបើមិនលក់តើយើងត្រូវចុះថ្លៃដែរទេបើមិនលក់គេចុះថ្លៃអស់ហើយគាត់កាន់តែប្រញាប់សង្កត់ថ្លៃកាន់តែបញ្ជាក់ថាខាងក្រោយកំពុងខ្វះទំនិញបានយកឡាននេះទៅចុះតម្លៃទីផ្សារឡើងហើយដល់ពេលយើងបើកឃ្លាំងឡានដល់មាត់ភូមិហើយបើកលឿនបន្តិច185មួយកត់ត្រាទុកឡើងថ្លៃមែនទេបើមិនឡើងខ្ញុំមកឈរមើលទេសភាពជាមួយអ្នកធ្វើអី1គីឡូថ្លៃជាងពេលព្រឹក3ម៉ាក់ឡើងមែនមិនមែនឡើងតែថ្លៃទេខាងនោះកំពុងខ្វះទំនិញឥឡូវដឹកទៅគឺត្រូវចង្វាក់តែម្ដងលឿនឡើងកុំឲ្យគេដណ្ដើមឡានមុនហាន់ជាងហើយអញលេងល្បិចដាក់ខ្ញុំមែនទេអ្នកសង្កត់ថ្លៃខ្ញុំរងចាំតម្លៃអ្នកណាជាអ្នកលេងល្បិចបើមិនមែនហាន់ជាងខត់ខ្ញុំទេថ្ងៃនេះអ្នកប្រកាសជាសង្កត់ថ្លៃខ្ញុំស្លាប់មិនខានកុំតន់អាលអួតទំនិញ1ឡានមិនមែនជារឿងធំទេ1ឡានមិនមែនរឿងធំចុះបើ2ឡាន3ឡានវិញចុះហាត់ធ្លេខាទៅឡាននេះចេញទៅឃ្លាំងអ្នកមិនមែនគ្រាន់តែទុកដាក់ទេគឺអាចលក់បានពិតប្រាកដបានចង់ស្តុកទុកណាស់មែនទេចាំមើលយប់នេះឃ្លាំងឯងនៅភ្លឺទៀតឬអត់មិនដេកទេមែនទេដេកមិនកើតបិទភ្នែកភ្លាមទំនិញបាត់ភ្លាមសម្ដីដែលគេថាឃ្លាំងនៅភ្លឺឬអត់មិនមែនគ្រាន់តែគំរាមទេគេយកមែនទែនហើយចុះបើខ្ញុំយាមវិញដើមអញយាមវិញចុងវិញទៅអញយាមអីកើតលឺសូរតែសំឡេងបន្តិចអញស្លន់ស្លោអស់ហើយខ្ញុំនៅយាមជាមួយឯងទំនិញនេះក៏មានចំណែកខ្ញុំដែរមិនបាច់មកនៅជាមួយខ្ញុំទេខ្ញុំមិនមែននៅជាមួយអញទេខ្ញុំនៅយាមទំនិញនេះទេបានចាំមើលគេមកហើយប្រញាប់រើសឲ្យអស់រួចយើងទៅវិញបើដាច់ខ្សែភ្លើងនេះទំនិញក្នុងឃ្លាំងគេដល់ព្រឹកឡើងខូចអស់ហើយរើសទៅបន្តរើសទៀតហានជាងកុំហៅឈ្មោះខ្ញុំហៅខ្ញុំថាអ្វីឡើយស៊ឺងើបមុខឡើងថតឲ្យច្បាស់មិនមែនពួកយើងទេតើអ្នកណាជាអ្នកយកដង្កាប់ទៅអ្នកណាជាអ្នកកាប់ខ្សែភ្លើងឥឡូវនិយាយឲ្យច្បាស់មកបានទុកឧបករណ៍នៅទីនេះទៅនិយាយគ្នាឲ្យច្បាស់នៅសាលាទៅវៃឡើយស៊ឺផងបើហ៊ានធ្វើបែបនេះម្ដងទៀតថ្លៃសងជំងឺចិត្តនឹងកើនឡើងមួយកម្រិតទៀតបើមិនខូចឯងសងខ្លួនឯងទៅរក្សាទុកបានមែនទេមិនត្រឹមតែរក្សាទុកបានទេថែមទាំងអាចលក់បានតម្លៃស្មើថាតម្លៃស្មើគ្នាអ្នកណាក៏ចេះនិយាយដែរបើអញ្ចឹងស្ដាប់រឿងពិតទៅព្រឹកនេះទីផ្សារដុំនៅបរទេសឡើងថ្លៃ1.5 ម៉ឺនទៀតហើយឡើងថ្លៃទៀតមែនទេបាទ230គីឡូហានជាងខ្ញុំនៅមានម្ទេសហេរ3កន្ត្រកទៀតនឹងយកមកឲ្យគិតតាមក្បួនទៅកុំទាន់សប្បាយចិត្តពេកថ្ងៃនេះលុយចូលដៃភ្លាមខាងវៃឡៅស៊ឺនឹងផ្ទុះកំហឹងមិនខានឡៅស៊ឺថ្ងៃនេះឡានឯងមានតែប៉ុណ្្នឹងមែនទេនៅមានខាងក្រោយទៀតហានជាងរសៀលនេះខ្ញុំនឹងដឹកបន្លែទៅដាក់ឃ្លាំងឯងខ្ញុំក៏ទៅដែរពួកឯងចេះក្អេងក្អាងដាក់ខ្ញុំមែនទេមិនមែនពួកគេក្អេងក្អាងទេ